សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel ឯកសារខ្មោចថ្ងៃនេះយើងនឹងធ្វើដំណើរដ៏គួរឲ្យព្រឺព្រួយមួយចូលទៅក្នុងពិភពងងឹតនៃប្រទេសជប៉ុនសម័យទំនើបដែលជាទីកន្លែងដែលមានអាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍ថ្ងៃនេះយើងនឹងស្វែងយល់អំពីរឿងរ៉ាវនៃយោខាយដ៏ល្បីល្បាញម្នាក់ដែលមិនមែនលាក់ខ្លួននៅក្នុងព្រៃជ្រៅឬផ្ទះបាក់បែកអ្វីនោះទេនាងដើរក្នុងផ្លូវងងឹតហើយមានឈ្មោះថា Kuchisaki Onna ដែលបានបកប្រែថាស្ត្រីមាត់វះឬស្ត្រីមាត់ប្រេះតើអ្នកហ៊ានជួបសំណួរដ៏អាថ៌កំបាំងរបស់នាងដែរឬទេសូមតាមដានទាំងអស់គ្នា Kuchisaki Onna គឺជាយោខាយដ៏ល្បីល្បាញបំផុតនៅក្នុងរឿងព្រេងនិទានរបស់ប្រទេសជប៉ុនដែលត្រូវបានគេពិពណ៌នាថាជាវិញ្ញាណស្ត្រីម្នាក់ដ៏កាចសាហាវដែលតែងតែបង្ហាញខ្លួននៅពេលយប់ជាពិសេសនៅតាមដងផ្លូវស្ងប់ជ្រងប់ឬច្រកផ្លូវងងឹតផ្សេងៗវិញ្ញាណស្ត្រីមួយនេះមានលក្ខណៈពិសេសប្លែកៗជាច្រើនដូចជាទី1រូបភាពបោកប្រាស់វិញ្ញាណស្ត្រីមួយនេះបានបង្ហាញខ្លួនជាស្ត្រីម្នាក់ដែលមានសម្រស់ស្រស់ស្អាតជាមួយនឹងសក់វែងពណ៌ខ្មៅរលោងនាងតែងតែស្លៀកពាក់អាវធំវែងដែលគ្របដណ្ដប់រាងកាយរបស់នាងទាំងមូលនិងពាក់ម៉ាស់វះកាត់មួយដែលគ្របដណ្ដប់ផ្នែកផ្ទៃក្រោមរបស់មុខនាងជាធម្មតាប្រសិនបើយើងឃើញគេពាក់ម៉ាស់យើងតែងតែគិតថាគេចង់ការពារខ្លួនពីជំងឺផ្ដាសាយដោយសារតែគំនិតមួយនេះនាងមានភាពងាយស្រួលណាស់ក្នុងការលាក់បាំងខ្លួនក្នុងវងមនុស្សលក្ខណៈពិសេសទី2គឺរូបរាងពិតដ៏រន្ធត់នៅពេលដែលនាងដោះម៉ាស់ចេញមុខពិតរបស់នាងត្រូវបានលាតត្រដាងនាងមានមាត់ដែលត្រូវបានវះឬត្រូវប្រេះពីត្រចៀកមួយទៅត្រចៀកមួយទៀតដែលមើលទៅគួរឲ្យរន្ធត់បំផុតក្នុងរឿងខ្លះទៀតនាងថែមទាំងមានធ្មេញស្រួចៗដោយបិសាចថែមទៀតផងលក្ខណៈពិសេសទី3គឺនាងតែងតែកាន់កន្ត្រៃដ៏ធំមួយនិងមុតស្រួចឬវត្ថុមុតស្រួចផ្សេងទៀតដូចជាកាំបិតវែងជាដើមជារឿយៗនាងតែនិយាយដោយសំឡេងខ្សឹបខ្សៀវឬសូម្បីតែពេលខ្លះទៅស្ដាប់ទៅដូចជាពីរោះថែមទៀតផងប៉ុន្តែសំឡេងនោះប្រៀបដូចជាទឹកកកត្រជាក់យ៉ាងខ្លាំងហើយគួរឲ្យខ្លាចនៅពេលដែលនាងបង្ហាញមុខពិតរបស់នាងKuchisaki Onna គឺជាយោខាយដែលតំណាងឲ្យភាពភ័យខ្លាចផ្ទាល់ខ្លួននិងភាពភ័យខ្លាចនៅក្នុងទីក្រុងនាងមិនមែនជាវិញ្ញាណដែលរស់នៅក្នុងកន្លែងដាច់ស្រយាលនោះទេប៉ុន្តែបែរជាដើរតាមកន្លែងដែលមនុស្សរស់នៅទៅវិញមិនដូចយោខាយដទៃទៀតវិញ្ញាណស្ត្រីវះមាត់មួយនេះគឺជារឿងនិទាននៅក្នុងទីក្រុងដែលទើបតែលេចឡើងនៅក្នុងពេលបច្ចុប្បន្ននេះហើយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសជប៉ុនតាមគំនិតមួយចំនួនគេបានគិតថានាងឬក៏វិញ្ញាណស្ត្រីមួយនេះបានលេចឡើងដំបូងនៅចុងទសវត្សរ៍ឆ្នាំ1970ជាពិសេសនៅចន្លោះឆ្នាំ1979និងឆ្នាំ1980រឿងរ៉ាវរបស់នាងបានរីករាលដាលយ៉ាងលឿនក្នុងចំណោមក្មេងៗសិស្សសាលានិងយុវជននៅទូទាំងប្រទេសជប៉ុនការរីករាលដាលយ៉ាងឆាប់រហ័សមួយនេះត្រូវបានគេជឿថាបានកើតឡើងពីភាពភ័យខ្លាចនិងការថប់បារម្ភនៅក្នុងសង្គមនាពេលនោះដូចជាការភ័យខ្លាចចំពោះអ ுக ្រិតកម្មការភ័យខ្លាចមួយនេះគឺចង់ផ្ដោតសំខាន់ទៅលើជនចម្លែកម៉ាស់វះកាត់ក៏ជារបស់ធម្មតាដែលធ្វើឲ្យរឿងនេះគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតរឿងរ៉ាវរបស់វិញ្ញាណស្ត្រីមួយនេះបាននិយាយតគ្នាពីមាត់មួយទៅមាត់មួយនៅតាមសាលារៀនសួនកុមារនិងសូម្បីតាមកាសែតនៅក្នុងស្រុកផងដែរការភ័យស្លន់ស្លោពិតប្រាកដបានកើតឡើងពិតមែននៅក្នុងទូទាំងប្រទេសជប៉ុនសាលារៀនជាច្រើនបានដាក់ពង្រាយគ្រូនិងប៉ូលីសដើម្បីអមដំណើរសិស្សសាលាទៅផ្ទះហើយប៉ូលីសថែមទាំងស៊ើបអង្កេតករណីនៃការរាយការណ៍នៅពេលដែលជនណាបានជួបនាងថែមទៀតផងបន្ទាប់ពីស្ដាប់អំពីបរិបទនៃវិញ្ញាណស្ត្រីនេះមួយហើយចូលយើងស្ដាប់ប្រវត្តិរឿងផ្ទៃខ្លួនរបស់វិញ្ញាណមួយនេះមានរឿងរ៉ាវជាច្រើនណាស់ដែលគេនិយាយអំពីអត្តសញ្ញាណពិតរបស់នាងមុននឹងនាងក្លាយជាបិសាចមាត់វះរឿងដ៏ល្បីល្បាញបំផុតមួយត្រូវបានគេលើកឡើងថានាងធ្លាប់ជាស្ត្រីម្នាក់ដែលមានសម្រស់ស្រស់ស្អាតនាសម័យបុរាណកាលនៃប្រទេសជប៉ុនប៉ុន្តែសម្រស់ស្រស់ស្អាតរបស់នាងបានលាក់អាថ៌កំបាំងដែលនាងបានក្បត់ប្តីរបស់ខ្លួននៅពេលដែលប្តីរបស់ខ្លួនជាសាមរ៉ៃបានដឹងប្តីរបស់នាងក៏មានភាពច្រណែននឹងការខឹងយ៉ាងខ្លាំងហើយបានវះមាត់របស់នាងពីត្រចៀកមួយទៅត្រចៀកមួយទៀតដើម្បីឲ្យនាងលែងមានសម្រស់ស្រស់ស្អាតទៅទៀតនាងបានស្លាប់ទៅដោយការជិះចាប់និងការស្អប់ខ្ពើមហើយវិញ្ញាណរបស់នាងដោយសារតែកំហឹងទៅនោះបានត្រឡប់មកវិញដើម្បីសងសឹកនេះជារឿងដ៏ល្បីបំផុតប៉ុន្តែមានរឿងមួយទៀតបាននិយាយថានាងជាអ្នកជំងឺដែលបានវះបបោមាត់ឬវះកាត់សាស្បែកប៉ុន្តែត្រូវទទួលបានបរាជ័យទៅវិញដែលបណ្ដាលឲ្យនាងមានមុខមាត់ដ៏គួរឲ្យខ្លាចហើយនាងបានស្លាប់ដោយសារតែរឿងនោះប្រសិនបើយើងវិភាគ
រឿងនិទានដែលនិយាយអំពីបិសាចឬក៏វិញ្ញាណស្ត្រីមួយនេះឲ្យកាន់តែស៊ីជម្រៅវាបានបង្ហាញថារឿងទាំងអស់នេះមានប្រធានបទមួយដូចគ្នាគឺនិយាយអំពីការក្បត់ការជឿចាប់និងការដាក់សម្ពាធអំពីសម្រស់ក្នុងសង្គមនិយាយអំពីការធ្លាប់ជួបរបស់វិញ្ញាណបិសាចស្ត្រីមួយនេះគេបាននិយាយថានាងតែងតែបង្ហាញខ្លួននៅពេលដែលអ្នកដើរម្នាក់ឯងនៅពេលយប់ជារឿយៗនៅកន្លែងដែលមានភាពស្ងៀមស្ងាត់នាងនឹងចូលមកជិតអ្នកហើយបានសួរសំឡេងមួយថាតើខ្ញុំស្អាតដែរឬទេប្រសិនបើអ្នកឆ្លើយថាទេនាងនឹងវាយប្រហារអ្នកភ្លាមដោយប្រើកន្ត្រៃរបស់នាងហើយសម្លាប់អ្នកប្រសិនបើអ្នកឆ្លើយថាបាទឬក៏ចាស់ថានាងស្អាតនាងនឹងដោះម៉ាស់របស់នាងចេញហើយលាតត្រដាងមាត់វះរបស់នាងបន្ទាប់មកនាងក៏បន្តសួរអ្នកទៀតថាចុះបើបែបនេះវិញតើខ្ញុំនៅតែស្អាតដែរឬទេប្រសិនបើអ្នកឆ្លើយថាទេនាងនឹងសម្លាប់អ្នកភ្លាមប្រសិនបើអ្នកឆ្លើយថាបាទឬក៏ចាស់នាងនឹងវះមាត់របស់អ្នកឲ្យដូចនាងនេះជាភាពភ័យខ្លាចរបស់នាងមិនថាអ្នកឆ្លាតបែបណាទេលទ្ធផលគឺអាក្រក់ទាំងអស់អ្នកមិនអាចគេចផុតពីនាងបានឡើយទោះយ៉ាងណាក្តីក៏មានរឿងព្រេងនិទានមួយចំនួនបានផ្ដល់ពិធីដើម្បីគេចវះឬក៏ពន្យាពេលរបស់នាងប្រសិនបើអ្នកជួបនាងនៅតាមដងផ្លូវយើងអាចឆ្លើយថាធម្មតាឬក៏មធ្យមប្រសិនបើអ្នកឆ្លើយថាមិនអាក្រក់ឬធម្មតានាងនឹងមានការភ័ន្តច្រឡំហើយអ្នកនឹងមានពេលដើម្បីគេចខ្លួនឬក៏អ្នកអាចសួរសំណួរទៅនាងវិញអ្នកអាចសួរថាចុះខ្ញុំវិញតើខ្ញុំស្អាតទេនាងក៏អាចមានការភ័ន្តច្រឡំផងដែរហើយធ្វើឲ្យអ្នកមានឱកាសក្នុងការរត់អ្នកខ្លះវិញបាននិយាយថានាងចូលចិត្តបង្អែមជាពិសេសបង្អែមរឹងការបោកបង្អែមឬប្រាក់រដីអាចធ្វើឲ្យនាងរើសហើយផ្ដល់ឱកាសឲ្យអ្នករត់ជារួមមកវិញ្ញាណស្ត្រីមួយនេះជាយោខាយដែលខុសពីយោខាយដទៃទៀតយោខាយជាធម្មតាជាវិញ្ញាណឬក៏ជាសត្វចម្លែកអ្វីមួយដែលមានអាយុកាលយ៉ាងយូរឆ្នាំដែលបានកើតឡើងនៅក្នុងសម័យបុរាណនៃប្រទេសជប៉ុនប៉ុន្តែវិញ្ញាណស្ត្រីមួយនេះបានកើតឡើងត្រឹមតែថ្មីនេះដូច្នេះហើយប្រសិនបើយើងវិភាគឲ្យកាន់តែស៊ីជម្រៅនាងប្រៀបដូចជាមីនិមិត្តរូបនិងអត្តន័យដែលឆ្លុះបញ្ចាំងអំពីភាពភ័យខ្លាចនិងការថប់បារម្ភក្នុងសង្គមនាសម័យទំនើបយើងអាចនិយាយបានថានាងគឺជាការតំណាងដ៏ល្អឥតខ្ចោះមួយអំពីភាពភ័យខ្លាចរបស់មនុស្សចំពោះអ ுக ្រិតកម្មដែលបានកើតឡើងនៅតាមដងផ្លូវនិងការគំរាមកំហែងដែលបានលាក់បាំងក្នុងទីក្រុងធំរឿងរ៉ាវរបស់នាងអាចត្រូវបានបកស្រាយថាគឺជាការរិះគន់ចំពោះសម្ពាធរបស់សង្គមទៅលើស្ត្រីដែលជំរុញឲ្យស្ត្រីមានសម្រស់កាន់តែស្អាតឡើងល្អឥតខ្ចោះវាបង្ហាញអំពីភាពគ្រោះថ្នាក់នៃភាពច្នៃឈ្នានីសនិងការឈឺចាប់ដែលកើតឡើងអំពីការមិនបំពេញតាមបរិបទសង្គមFujisaki Onna ក៏ជាឧទាហរណ៍ដ៏ល្អមួយនៃរបៀបដែលរឿងនិទាននៅក្នុងទីក្រុងអាចរីករាលដាលយ៉ាងឆាប់រហ័សហើយបង្កឲ្យមានភាពភ័យខ្លាចស្លន់ស្លោពិតប្រាកដក្នុងសង្គមនាងតំណាងឲ្យភាពភ័យខ្លាចនៃអំពើហិង្សាដ៏ឃោរឃៅនិងភាពគ្មានមេត្តាដែលអាចកើតឡើងដែលមិនមានហេតុផលច្បាស់លាស់នាងគឺជាយោខាយដែលបង្ហាញអំពីការវិវត្តនៃរឿងព្រេងនិទានរបស់ប្រទេសជប៉ុនដែលបានសម្របខ្លួនពីប្រលឹងឬក៏វិញ្ញាណបែបប្រពៃណីទៅជាបិសាចក្នុងសម័យទំនើបដែលឆ្លុះបញ្ចាំងអំពីសុខភាពផ្លូវចិត្តនៃសង្គមមួយនៅក្នុងសម័យទំនើបនេះ Fujisaki Onna គឺជាតំណាងដ៏ល្បីល្បាញមួយក្នុងវប្បធម៌របស់ប្រទេសជប៉ុននិងពិភពលោកនាងបានលេចមុខយ៉ាងលេចធ្លោក្នុងប្រព័ន្ធផ្សព្វផ្សាយជាច្រើននាងបានក្លាយជាប្រធានបទមួយដ៏សំខាន់សម្រាប់ភាពយន្តភ័យរន្ធត់របស់ប្រទេសជប៉ុនភាពយន្តដ៏ល្បីល្បាញមួយគឺ Fujisaki Onna 2007ដែលនាំយករឿងនិទានរបស់នាងមកបង្ហាញយ៉ាងគួរឲ្យខ្លាចនៅលើអេក្រង់ screen ភាពយន្តនេះបានរួមចំណែកធ្វើឲ្យនាងកាន់តែមានភាពល្បីល្បាញទូទាំងពិភពលោកនាងក៏បានលេចមុខជាញឹកញាប់នៅក្នុងរឿងគំនូរជីវចលប្រទេសជប៉ុននិងសៀវភៅរឿងកំប្លែងឬសៀវភៅរឿងភ័យរន្ធត់ផ្សេងៗផងដែរជាឧទាហរណ៍នៅក្នុងស្នាដៃរបស់លោកនិពន្ធជុនជីអ៊ីថូជារឿយៗបានបង្ហាញអំពីតួអង្គដែលមានការខូចខាតរាងកាយស្រដៀងនឹងវិញ្ញាណស្ត្រីមួយនេះផងដែររូបគំនូរអក្សរសិល្ប៍និងសិល្បៈសម័យទំនើបជាច្រើនបានយកវិញ្ញាណស្ត្រីមួយនេះមកបង្ហាញដែលផ្ដោតលើភាពភ័យរន្ធត់សម្រស់ដែលត្រូវបានបំផ្លាញនិងអាថ៌កំបាំងនៃវិញ្ញាណដែលបានស្លាប់ទៅជារួមមក Fujisaki Onna នៅតែជាផ្នែកមួយដ៏សំខាន់នៃរឿងព្រេងនិទានរបស់ប្រទេសជប៉ុននាសម័យទំនើបនេះហើយបន្តឲ្យមនុស្សមានភាពព្រឺព្រួចនិងរៀនសូត្រអំពីការភ័យខ្លាចដែលបានលាក់អាថ៌កំបាំងដែលបានលាក់ខ្លួនក្នុងទីក្រុង
វាគឺជាយោខាដែលតំណាងឲ្យភាពភ័យខ្លាចដល់ផ្ទាល់ខ្លួននៅក្នុងទីក្រុងនាងជាការរំលឹកយើងថាទោះបីជាយើងរស់នៅក្នុងសម័យទំនើបយ៉ាងណាក៏ដោយក៏នៅតែមានគ្រោះថ្នាក់ហើយអាថ៌កំបាំងអាចលាក់ខ្លួននៅជុំវិញយើងនាងគឺជាការប្រមានអំពីសម្ពាធនៃសម្រស់និងផលវិបាកនៃអំពើអាក្រក់នៃការចំណែនឈ្នានេះដូច្នេះហើយលើកលែងដែលបងប្អូនដើរតែម្នាក់ឯងនៅតាមដងផ្លូវងងឹតជាពិសេសប្រសិនបើអ្នកឃើញស្ត្រីម្នាក់ពាក់ម៉ាស់វះកាត់ហើយដើរចូលចិត្តអ្នកសូមមានការប្រុងប្រយ័ត្នបំផុតបើសិនបើនាងសួរអ្នកថាតើខ្ញុំស្អាតទេសូមគិតយ៉ាងល្អិតល្អន់មុននឹងឆ្លើយប្រសិនបើវិញ្ញាណនោះគឺជាវិញ្ញាណ Kujisaki Onna សង្ឃឹមថាវីដេអូមួយនេះនឹងផ្ដល់របៀបរបបក្នុងការឲ្យអ្នកគេចផុតពីនាងតើបងប្អូនមានអារម្មណ៍យ៉ាងណាដែរចំពោះរឿងព្រេងរបស់វិញ្ញាណស្ត្រីមួយនេះតើអ្នកធ្លាប់ឮរឿងព្រេងយកខែផ្សេងទៀតដែលគួរចាប់អារម្មណ៍ឬគួរឲ្យខ្លាចទៀតទេសូមជួយចែករំលែកនៅក្នុង comment ខាងក្រោមសូមកុំភ្លេចចុច like share និង subscribe ដើម្បីទទួលបានវីដេអូប្លែកៗបន្តទៀតសូមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ